ប្រសិនបើទ្វីបអង់តាតិកជាមហាអាណាចក្រតែមួយប៉ុណ្ណោះជុំវិញដោយមហាសមុទ្រទ្វីបអង់តាតិកនឹងក្លាយជាផ្ទៃដីនៃភាពខុសប្លែកយ៉ាងខ្លាំងមិនមានទ្វីបផ្សេងៗដើម្បីប៉ះពាល់នឹងអាកាសធាតុនោះទេដោយគ្មានកម្ដៅពីតំបន់ផ្សេងៗវានឹងនៅជាផ្ទៃដីទឹកកកដ៏ត្រជាក់និងរាបស្មើដែលមនុស្សប្រហែលជាមិនដែលអភិវឌ្ឍអរិយធម៌ឡើយគ្មានប៉មអគារបុរាណឬអាណាចក្របុរាណទេមានតែទឹកកកនិងវាលព្រេងដ៏ធំទូលាយប៉ុណ្ណោះអាហារវិញដោយគ្មានដំណាំកសិកម្មឬសត្វសម្រាប់ចិញ្ចឹមវាមានន័យថាគ្មានពីហ្សាស៊ូស៊ីឬសូកូឡាមនុស្សត្រូវពឹងផ្អែកលើការចាប់ត្រីតាមទឹកកកឬធនធានតិចតួចដែលមិនអាចគ្រប់គ្រាន់សម្រាប់ប្រជាជនច្រើនបានទេកីឡាវិញកុំគិតអំពីបាល់ទាត់ឬបាល់បោះឡើយការរស់រានមានជីវិតក្នុងអាកាសធាតុត្រជាក់ខ្លាំងនឹងក្លាយជារឿងសំខាន់បំផុតបច្ចេកវិទ្យានឹងអភិវឌ្ឍយឺតបំផុតដោយសារពិបាកក្នុងការស្រាវជ្រាវនិងបង្កើតអ្វីថ្មីៗក្នុងលក្ខខណ្ឌដ៏ខ្លាំងបែបនោះ